បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឆ្លើយតបទៅនឹងវីដេអូមុនដែលខ្ញុំបានសន្យាជាមួយពុកម៉ែបងប្អូនថាខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់ដើមសូរ៉ាភីក្នុងការដែលយើងយកដើមសូរ៉ាភីនេះទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបាទអញ្ចឹងដើមសូរ៉ាភីនេះផ្នែកដែលយើងអាចយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបានទី1គឺតកតងជាមួយនឹងសបកបាទសបកដើមរបស់វានេះបាទសបកដើមហើយទី2ហ្នឹងគឺតកតងជាមួយនឹងផ្កាបាទជាមួយនឹងផ្កាហើយចំពោះការព្យាបាលជំងឺវិញពុកម៉ែបងប្អូនណាចំពោះសបកដើមនេះពុកម៉ែបងប្អូនអាចយកវាទៅដាំទឹកទៅហើយនិយាយរួមទៅគឺយើងដាំទឹករំងាស់វាឲ្យនៅសល់ទឹកខាប់ហើយពុកម៉ែបងប្អូនយកទៅបៀមក្នុងមាត់ទៅសម្រាប់ព្យាបាលបាទដង្កូវស៊ីធ្មេញរាក់ស៊ីធ្មេញធ្មេញអង្គើឬក៏ឈឺធ្មេញវាមានប្រសិទ្ធភាពណាស់តកតងជាមួយធ្មេញទី2តកតងជាមួយផ្ការបស់វានេះយើងអាចយកទៅព្យាបាលជំងឺខ្សោយបេះដូងបាទក៏ដូចជាខ្សោយកម្លាំងបាទយើងលះលហើយអស់កម្លាំងបាយមិនបានសម្រានមិនលក់អញ្ចឹងទេផ្ការបស់ដើមសូរ៉ាភីនេះក៏ជួយបានដែរបាទអញ្ចឹងទេពុកម៉ែបងប្អូនបានដឹងហើយអំពីអត្ថប្រយោជន៍របស់ដើមសូរ៉ាភី